ឈប់កុំមកអស់ម្លងវីដេអូនេះខ្ញុំមានរឿងល្អមួយចង់ប្រាប់ហាថាម៉េចមានរឿងថ្មីមែនណាឥឡូវនេះបើចង់ដាក់ពាក្យស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃពេលឈឺឬពេលគ្រោះថ្នាក់ឬពេលសម្រាលកូនមិនបាច់មកដល់បោះសសផ្ទាល់ទេមានតែទូរស័ព្ទដៃមួយអាចដាក់ពាក្យស្នើសុំបានដែរមែនអីងាយម៉េចមែនតាតោះចាំខ្ញុំប្រាប់ពីរបៀបស្នើសុំសុំចូលទៅកាន់កម្មវិធីទូរស័ព្ទដៃបោះសសបន្ទាប់មកចុចលើពាក្យទូទាត់សំណងចុចលើប៊ូតុងពណ៌ខៀវនៅខាងក្រោមផ្នែកខាងស្ដាំសូមផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នកបន្ទាប់មកសូមចុចលើពាក្យបន្តសូមអានលក្ខខណ្ឌណែនាំដែលបានបង្ហាញបន្ទាប់មកចុចសញ្ញាគ្រីក្នុងប្រអប់រួចចុចប៊ូតុងបន្តជ្រើសរើសអត្ថប្រយោជន៍ដែលលោកអ្នកត្រូវការស្នើសុំសូមបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យបានត្រឹមត្រូវបន្ទាប់មកចុចលើប៊ូតុងបន្តបញ្ចូលឯកសារឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវរួចចុចលើប៊ូតុងបន្តបន្ទាប់មកចុចលើពាក្យយល់ព្រមសូមចុចលើពាក្យយល់ព្រមម្ដងទៀតគឺជាការស្រេចសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ1297ឬលេខ1286ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង